នៅក្នុងដើមរដូវវស្សានេះយើងសង្កេតឃើញថាមានដំណាំហូបផ្លែជាច្រើនដែលកំពុងតែចេញផ្លែចេញផ្កាហើយប្រជាកសិករជាច្រើនកំពុងតែប្រមូលផលនៅដំណាំរបស់ខ្លួននេះគឺជាចំការសាវម៉ាវមួយដែលបានលាក់ខ្លួននៅក្នុងភូមិខ្មាក់ស្រុកប្រាសាទបាឡាំងនៃខេត្តកំពង់ធំយើងនៅកំពង់ធំយើងអាចមករកទិញបានចាប់ពីខែនេះរហូតដល់ចុងខែកក្កដាដែលជារដូវកំពុងពេញប្រមូលផលនិងអាចទស្សនានៅផ្លែសាវម៉ាវទុំសួរនិងសួស្តីទៅកាន់បងប្អូនអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាអំពីចំការសាវម៉ាវនៅក្នុងខេត្តកំពង់ធំបងប្អូនធ្វើដំណើរចេញពីទីរួមខេត្តកំពង់ធំឆ្ពោះមកកាន់ខេត្តព្រះវិហារតាមផ្លូវជាតិលេខ62បងប្អូនមកដល់គីឡូម៉ែត្រលេខ21បងប្អូនធ្វើការបត់ស្ដាំចូលតាមខ្លងទ្វារវត្តខ្មាក់នោះបងប្អូននឹងមកដល់នៅចំការសាវម៉ាវដែលមានទីតាំងស្ថិតនៅភូមិខ្មាក់នេះតែម្ដងដែលចម្ងាយពីការបត់ចូលតាមខ្លងទ្វារមកចម្ងាយប្រហែលជា5គីឡូម៉ែត្រតែប៉ុណ្ណោះចំពោះបងប្អូនដែលទើបតែមកលើកទី1បងប្អូននឹងមានភាពភ្ញាក់ផ្អើលជាមួយនឹងទស្សនីយភាពនៃចំការសាវម៉ាវដែលពោពេញទៅដោយផ្លែក្រហមច្រើននៅពេញដើមហើយបងប្អូនខ្លះទៀតក៏មិនទាន់ដឹងថានៅក្នុងខេត្តកំពង់ធំយើងអាចដាំដុះនៅដំណាំសាវម៉ាវដែលឲ្យផលបានច្រើនបែបនេះតាមពិតទៅចំការសាវម៉ាវនេះគឺដាំដុះជាយូរមកហើយបងប្អូនទាំងអស់គ្នាគឺគាត់បានបញ្ជាក់ថាដាំដុះតាំងពីឆ្នាំ2003មកម្លេះរហូតមកដល់ឆ្នាំ2025នេះបងប្អូនក៏បានឃើញថាដើមសាវម៉ាវទាំងអស់នេះគឺធំណាស់ទៅហើយដែលមានអាយុកាលជាង20ឆ្នាំរួចបាត់ទៅហើយនៅក្នុងឆ្នាំនេះដែរក៏ទទួលបាននៅផលផ្លែសាវម៉ាវជាច្រើនហើយតម្លៃវិញក៏ទទួលបាននៅទីផ្សារមួយដែលសមរម្យផងដែរដោយ1គីឡូក្រាមគាត់លក់ចេញក្នុងតម្លៃ8000រៀលនេះគឺជាតម្លៃដែលយើងចូលទិញនៅដល់ចំការគាត់តែម្ដងឃើញផ្លែសាវម៉ាវច្រើនបែបនេះហើយបងប្អូនរងចាំដល់ណាទៀតតែផុតរដូវសាវម៉ាវនេះគឺរកទិញលែងបានហើយចំពោះសាវម៉ាវនៅក្នុងស្រុករបស់យើងចុងក្រោយសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នាហើយបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរចំពោះទស្សនវិជ្ជានៃចំការសាវម៉ាវបែបនេះសូមខមមិនឲ្យខ្ញុំបានដឹងផងសូមចូលរួមចែករំលែកនៅវីដេអូមួយនេះបើសិនជាបងប្អូនគិតថាមានប្រយោជន៍ចំពោះសហគមន៍នៅក្នុងស្រុករបស់យើងក្រុមការងារអូស្ពតសូមអរគុណនិងសូមគោរពលា